សាកសម័យមើលថាបើថ្ងៃនេះគ្មានអគ្គិសនីតើជីវិតរបស់យើងនឹងទៅជាយ៉ាងណាគ្មានភ្លើងបំភ្លឺគ្មានទូរស័ព្ទគ្មានកុំព្យូទ័រនិងគ្មានអ៊ីនធឺណិតមានបរិយាម្នាក់ដែលបានរួមចំណែកយ៉ាងធំនៅក្នុងការធ្វើឲ្យពិភពលោកមានអគ្គិសនីប្រើប្រាស់បានយ៉ាងកាន់តែងាយស្រួលប៉ុន្តែគាត់មិនបានរស់នៅក្នុងភាពមានទ្រព្យសម្បត្តិឬក៏កិត្តិយសដោយអ្នកគិតនោះទេបរិយានោះគឺលោកនីកូឡាតេស្លានីកូឡាតេស្លាកាលនៅថ្ងៃទី10ខែកក្កដាឆ្នាំ1856នៅក្នុងភូមិតូចមួយដែលសពថ្ងៃស្ថិតនៅក្នុងប្រទេសក្រូអាតតាំងពីក្មេងគាត់ចូលចិត្តគិតចូលចិត្តសាកល្បងនិងចូលចិត្តដោះស្រាយបញ្ហាគាត់មានសមត្ថភាពចងចាំដ៏អស្ចារ្យអាចសម័យម៉ាស៊ីនទាំងមូលនៅក្នុងចិត្តហើយមុនពេលគូវិចេញលើกระดาษនៅឆ្នាំ1884តេស្លាបានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកដោយមានលុយតិចតួចប៉ុណ្ណោះនៅទីនោះគាត់បានធ្វើការជាមួយនឹង Thomas Edison ដែលជាអ្នកបង្កើតអគ្គិសនីដ៏ល្បីល្បាញមួយរូបប៉ុន្តែអ្នកទាំងពីរមានទស្សនៈខុសគ្នាអំពីការបញ្ចូលអគ្គិសនី Edison គ្រប់គ្រងទៅលើប្រព័ន្ធ DC ចំណែក Tesla គ្រប់គ្រងទៅលើប្រព័ន្ធ AC ដែលអាចបញ្ជូនអគ្គិសនីបានឆ្ងាយនិងមានប្រសិទ្ធភាពជាងនៅពេលក្រោយមក Tesla ក៏បានសហការជាមួយអ្នកវិនិយោគនិងវិស្វករផ្សេងទៀតដើម្បីអភិវឌ្ឍប្រព័ន្ធ AC នៅទីបំផុតប្រព័ន្ធនេះបានឈ្នះការប្រកួតប្រជែងហើយក្លាយជាមូលដ្ឋាននៃបណ្ដាញអគ្គិសនីដែលប្រទេសជាច្រើនប្រើរហូតមកដល់សព្វថ្ងៃនេះTesla ក៏បានចុះបតង់ជាច្រើនរយហើយការងាររបស់គាត់ក៏បានជួយអភិវឌ្ឍបច្ចេកវិទ្យាដូចជាម៉ូទ័រអគ្គិសនីវិទ្យុនិងការបញ្ចូលថាមពលទោះបីជាគាត់បានផ្លាស់ប្ដូរពិភពលោកក៏ដោយលោក Tesla មិនបានក្លាយជាមហាសេដ្ឋីនោះទេគាត់បានចំណាយពេលវេលាភាគច្រើនរបស់គាត់ទៅលើការស្រាវជ្រាវនិងការបង្កើតថ្មីនៅឆ្នាំ1943គាត់បានស្លាប់ដោយរស់នៅម្នាក់ឯងនៅក្នុងបន្ទប់សណ្ឋាគារមួយនៅក្នុងទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិកថ្ងៃនេះអ្នកបើកភ្លើងសាកថ្មទូរស័ព្ទឬក៏ប្រើឧបករណ៍អគ្គិសនីសូមចងចាំថាមានមនុស្សម្នាក់ដែលបានលះបង់ជីវិតរបស់គាត់ដើម្បីឲ្យពិភពលោកនេះមានបច្ចេកវិទ្យាទំនើបជាងមុន។